Hello សួស្តីអ្នកគ្នាខ្ញុំបានលីបាយហើយថ្ងៃនេះដែរយើងបន្តសេរីរឿងរបស់ Chin Frey យើងទៀតតើឥឡូវកុំឲ្យអ្នកគ្នាចាំយូរយើងចូលទៅកាន់សាច់រឿងយើងហ្មងទៅតោះចាប់ដើមសាច់រឿងឡើងនៃ chapter នេះគឺបង្ហាញនៅកតុបរបស់អបៈ Master នៅតតាហើយយើងក៏បានឃើញថាអបៈ Master នោះក៏បានសម្លាប់នៅជាច្រើន Master ក៏សម្លាប់ខ្ញុំមិនសុំបងខ្ញុំចង់ស្លាប់ទេអូយការស្រ័យរបស់ពួកនេះពិតឆ្លងខ្លាំងណាស់ហើយវាក៏ពិតជារំខានណាស់ដែលយើងត្រូវសម្លាប់មនុស្សជារឿងរាល់ថ្ងៃប៉ុន្តែកន្លែងនេះគឺជាកន្លែងល្អបំផុតសម្រាប់លាក់ខ្លួនរបស់យើងហើយគេក៏បានយាដាវកាត់សម្ដៅទៅអបៈមួយដែលកំពុងតែសុំបងគេហ្នឹងហើយភ្លាមនោះដែរក៏មានថាមពលខ្យល់ដ៏ខ្លាំងមួយបានវាប្រហារទៅត្រូវដៃរបស់អបៈ Master ហ្នឹងដែលបណ្ដាលគេធ្លាក់ដើរចេញពីដៃហើយស្របជាមួយគ្នានោះដែរក៏មានសលេងមួយបាននិយាយថាដូច្នេះកន្លែងនេះគឺជាកន្លែងរបស់ឯងសម្រាប់លាក់ខ្លួនម្ចាស់សមាគម Garuda Custom នៃសមាគមពស់ខ្យល់ហើយពេលនោះដែរយើងក៏បានឃើញថាមានជើងមនុស្សម្នាក់បានដើរចូលមកហើយគេក៏បានបន្តនិយាយថាឃាតកម្មការជួញដូរមនុស្សការខ្លាចបន្លំលបែងស៊ីសងការផលិតទំនិញហាមឃាត់យើងមិនអាចនិយាយពីអំពើក្រិតកម្មរបស់ឯងអត់ទេហើយសម្លេងមើលដែរគឺជាសម្លេងមីលាដែលជាប្រពន្ធ admin ហើយឥឡូវនេះដែរឯងបានសម្លាប់សមាជិកហ្គារបស់ឯងដើម្បីឯងអាចលាក់ខ្លួននៅទីនេះក្នុងរយៈពេលមួយរយូរមែនទេតែអ្វីដែលយើងគិតទៅឯងមិនខុសពីសត្វដេរិឆានទេឯងពិតជាអាក្រក់ខ្លាំងណាស់បន្តបាននិយាយហើយមីលាក៏បានសុំមិន spirit ចំនួន2ទៀតគឺ spirit ទឹកនិង spirit ភ្លើងបន្តបានឃើញបែបនេះអបៈ Master ក៏បាននិយាយឡើងថា spirit គឺជាសត្វវិញ្ញាណដែលមានកម្រិតខ្ពស់បំផុតដែលអ្នកខុសហៅអាចហៅបានប៉ុន្តែនាងអាចក៏ហៅបាន3ក្នុងពេលតែមួយតែនាងមែនទេគឺជាមនុស្សម្នាក់ដែលសមាគមអ្នកส่งព្រេងបញ្ជូនមកត្រូវហើយយើងមានឈ្មោះថា Milia Goldland គឺជាមនុស្សម្នាក់ដែលស្ថិតនៅក្នុង League of Eight ហើយឥឡូវនេះយើងចាប់ខ្លួនឯងទៅសមាគមអ្នកส่งព្រេងវិញហើយសាច់រឿងរបស់យើងក៏បានកាត់ដល់ Chin Frey វិញយើងក៏បានឃើញថា skill ទី3របស់កូនកម្រិតរបស់គេត្រូវបាន unlock ហើយប៉ុន្តែយើងអត់ទាន់ដឹងថា skill ហ្នឹងវាមានស្អីខ្លះទេព្រោះគេអត់ទាន់ប្រាប់ហើយពេលនោះដែរអបៈ Demon Lord ក៏បានស្រែកឡើងឯងកុំលេងសើចជាមួយយើងឥឡូវនេះយើងមិនចង់ស៊ីឯងទេប៉ុន្តែយើងហែកសាកសពឯងជាម្ដាយជាម្ខាងនេះមិនតែប៉ុណ្ណោះយើងជន់ឈ្លីឯងយ៉ាងខ្លាំងរហូតដល់គ្មានសល់អ្វីពីខ្លួនរបស់ឯងទៀតហើយនៅពេលដែលគេកំពុងនិយាយយើងក៏បានឃើញថានៅលើខ្នងគេក៏បានចេញស្លាបអង្គចេញមកបន្ទាប់បានចេញស្លាបហើយគេក៏បានហោះឡើងទៅលើនឹងឆ្វែលពីបៃជុំទៀតបន្ទាប់បានឆ្វែលពីបៃជុំហើយគេក៏បាននិយាយថាវាតែជាការល្អណាស់ហើយវាក៏កាន់តែសប្បាយដែរក្នុងការមើលពីលើចុះទៅក្រោមបន្ទាប់បាននិយាយហើយគេក៏បានហោះសម្ដៅទៅកាន់ Chin Frey ប៉ុន្តែ Chin Frey ក៏អាចគេចផុតពីការវិភាគនោះហើយគេក៏បាននិយាយទៅវិញថាមែនតាអាចនិយាយត្រូវមែនតាវាពិតជាល្អមែនដែលមើលពីលើចុះទៅក្រោមហ្នឹងជាពិសេសនៅពេលដែលយើងកំពុងសម្លឹងមើលមនុស្សល្ងងនឹងកាដូចជាឯងអបៈ Demon Lord ធ្វើក្រោយបានលើបែបនេះហើយអបៈ Demon Lord ក៏បានស្រឡឹងទៅមើល Chin Frey ហើយគេមានការចាប់អាយខ្លាំងព្រោះថា Chin Frey ឥឡូវនេះគឺនៅខ្ពស់ជាងគេទៀតបន្ទាប់បានគឺបែបនេះគេក៏បាននិយាយទៅកាន់ Chin Frey ថាបន្តិចទៀតនេះឯងនឹងមិនអាចមានសកម្មភាពក្អើតក្តើមដាក់យើងបែបនេះបានទេហើយគេក៏បានបញ្ចេញថាមពលផ្ទះនៅក្នុងដៃរបស់គេចេញមកហើយច្រឡំថាមពល Magic ហើយ Magic រទះនោះភ្លាមនោះក៏បានខ្លាយទៅជាលំពែងមួយហើយគេក៏បានថាឥឡូវនេះយើងសម្រាប់ឯងដែលឯងបានជ្រេកជ្រែកក្នុង mission របស់យើងហើយគេក៏បានកាន់លំពែងរបស់គេហោះសម្ដៅទៅចាក់ Chin Frey ជាច្រើនដងប៉ុន្តែ Chin Frey ក៏អាចគេចផុតពីការវិភាគទាំងអស់នោះបន្ទាប់បានឃើញទង្វើដ៏ឈើរបស់ Pet Demon Lord មុខភ័យសម្ដីលោះហើយពេលនោះដែរ Chin Frey ក៏បានប្រើ skill ទី3នៃកូនក្បត់របស់គេ Windows skill ទី3 Mail ដែលមានសភាពទន់ហាយផ្លាស់ប្ដូរទៅដោយសេរីទៅជារឿងណាមួយដែលយើងចង់បានហើយ cooldown របស់ skill នេះគឺ48ម៉ោងអ្នកអាចប្រើជំនាញដែលអ្នកអាចធ្វើឲ្យដាវរបស់អ្នកខ្លាចទៅជាវត្ថុធាតុរាវជាមួយនឹងបច្ចេកទេសផ្សេងជាច្រើនដូច្នេះសមត្ថភាពនេះមានសក្តានុពលគ្មានដែនកំណត់ត្រូវបានកំណត់ដោយការសមត្ថសម័យរបស់អ្នកហើយឥឡូវយើងបញ្យល់ឲ្យខ្លីមកទៅខ្លាចអ្នកគ្នាវល់សម្រាប់ skill ទី3របស់កូនក្បត់របស់ Chin Frey ហ្នឹងគឺនៅពេលដែល Chin Frey បានប្រើ skill ហ្នឹងទៅអាចធ្វើឲ្យកូនក្បត់របស់គេខ្លាចជាវត្ថុធាតុរាវហើយប្រសិនបើ Chin Frey ចង់ផ្លាស់ប្ដូរទម្រង់អាវុធរបស់គេនោះគេក៏អាចសមត្ថសម័យទៅនោះអាវុធរបស់គេនឹងផ្លាស់ប្ដូរទម្រង់ទៅតាមការសមត្ថសម័យរបស់គេហើយ cooldown របស់ skill នេះដែរមានរហូតដល់48ម៉ោងក្រោយបានឃើញបែបនេះអបិ Demon Lord ក៏បានសើចឡើងហាបាយនៅគិតពីយើងទៀតយើងប្រកាសថាបើសិនជាយើងចាប់ឯងបានហើយនឹងងាប់ដោយវេទនាជាទីបំផុតក្រោយពីបានសើចបំផ្លែតហើយទឹកមុខរបស់ Demon Lord ក៏បានសើចលេងផ្សំក៏ព្រោះតែពេលនោះគេបានឃើញថា Chin Frey បានប្រើ skill ទី3របស់គេឲ្យធ្វើអាវុធនោះខ្លាយទៅជាអាវុធមួយដ៏វែងហើយបានហក់វាប្រហារមកកាន់គេតែធ្វើឲ្យ Demon Lord ត្រូវបង្ខំចិត្តយកអាវុធរបស់គេដើម្បីរងពីការវាយប្រហាររបស់ Chin Frey Great of a Thousand Poison ហើយការវាយប្រហាររបស់ Chin Frey នោះដែរទូ Demon Lord ខំយកអាវុធរបស់គេមករើងប៉ុណ្ណាក៏ដោយក៏មិនអាចរើងពីការវាយប្រហាររបស់ Chin Frey បានដែរយើងក៏បានឃើញថាអាវុធរបស់ Chin Frey បានពុះចង់មកដាក់ខ្លួនរបស់ Demon Lord នោះបន្ទាប់ឲ្យបានវាយប្រហារទៅកាន់ Demon Lord នោះហើយ Chin Frey ក៏បានថាហើយដូច្នេះឥឡូវនេះខ្ញុំបានសម្លាប់ Demon Lord ទី2ហើយក្នុងរយៈពេលដ៏ខ្លីបំផុតតើអ្វីដែលខ្ញុំអាចធ្វើបានហើយយើងក៏បានឃើញថា Demon Lord បានធ្លាក់ចុះក្រោមហើយខ្លួនរបស់គេវិញគឺបានដាច់ជា2បាត់ហើយ Windows ពេលនេះអ្នកបានសម្លាប់ Demon Lord ទី2ដែលមានឈ្មោះថា Omo ហើយយើងក៏បានឃើញថា Chin Frey កំពុងឈរកាន់ដាវយ៉ាងសង្ហាមែនទែននៅលើអាកាសហើយគេក៏បានសម្លឹងមកមើលសាកសពរបស់ Demon Lord ទី2 Windows Congratulations on clearing the dungeon time remaining 1 ម៉ោង 21 និង 35 វិនាទីមិនអីទេឥឡូវនេះយើងបានបំបែកកំណត់ត្រាពេលវេលាដ៏លឿនបំផុត
តើខ្ញុំនៅរស់ទេគាត់ពិតជាអស្ចារ្យណាស់គាត់បានកំចាត់ទីមិនឡតទី2 Richard Time Limit 00000វិនាទីគាត់ប្រហែលជាបានត្រឡប់ទៅកាន់ទីក្រុងវិញតែគាត់នឹងត្រូវទទួលទោសប៉ុន្តែមិនអីទេយ៉ាងហោចណាស់គាត់ក៏អាចរស់រានមានជីវិតបានដែរចំណែកខ្ញុំក៏ទទួលបានអ្វីដែលខ្ញុំចង់បានដែរ Windows iChimera Fang Rank S Description យើងក៏មួយដែលទទួលបានពីសត្វស្លាបតកវាអាចប្រើប្រាស់ជាគ្រឿងផ្សំសម្រាប់ផ្សំថ្នាំឥឡូវនេះខ្ញុំទទួលបាន item 2ហើយខ្វះតែ item មួយទៀតតែប៉ុណ្ណោះហើយ item មួយនោះដែរគឺជាដីក្រហមបុរាណប្រសិនបើខ្ញុំអាចយក item នោះបានមួយទៀតខ្ញុំនឹងអាចផលិតឱសថបុរាណបានហើយភ្លាមៗដែរដាងចិននោះមានការរង្គើជាខ្លាំងវត្តតែវាកំពុងតែមានរឿងអ្វីកើតឡើងនោះហើយរយបានជាដាងចិននេះមានការរង្គើខ្លាំងម៉េចហើយសាររឿងរបស់យើងក៏បានកាត់ទៅដល់ការប្រយុទ្ធរវាងប្រពន្ធ admin និងអប master នោះឥឡូវនេះវាល្អណាស់ខ្ញុំបានឃើញយើងពូពេញទៅដោយស្មារតីប្រយុទ្ធហើយឥឡូវនេះឯងក៏មិនចេះអបចោលចិនពេក Bridge of Heart ហើយពេលនោះដែរ Million និង Spirit ភ្លើងរបស់គេក៏បានបញ្ចេញ magic សម្ដៅទៅអប master នោះប៉ុន្តែអប master ក៏អាចដើររបស់គេរៀបរៀងពីការវិភាគរបស់ Million និង Spirit របស់នាងបានបន្តបានឃើញបែបនេះ Million ក៏បានប្រើ skill មួយទៀតដែលមានឈ្មោះថា Tarantino Well ហើយនៅពេលដែល Spirit របស់ Million រៀននឹងចេញ magic នោះអប master នោះក៏បានយកដាវកាត់សម្ដៅទៅចំផ្ទៃមុខរបស់ Spirit ទឹករបស់ Million ហើយស្ថិតនៅទីនោះដែរយើងក៏បានឃើញថា Chin Frey កំពុងលួចមើលការប្រយុទ្ធរវាងអ្នកទាំងពីរបន្តបានឃើញបែបនេះ Chin Frey ក៏បានគិតនឹងចិត្តថាតើនេះមែនទេគឺជាមូលហេតុដែលធ្វើឲ្យមានការជួយមិញនេះតើអ្វីដែលយើងមើលឃើញអបដែលកាន់ដាវនោះពិតជាខ្លាំងខ្លាំងណាស់គេក៏ជាអ្នកដែលមានជំនាញដាវល្អម្នាក់ដែរឥឡូវនេះយើងឆ្ងល់ថាតើអបនេះមែនទេគឺជា Miguel ដែល Million កំពុងតែស្វែងរកហើយអប Master ក៏បានយកយ៉ាងលយទៅកាន់ Million ថាធ្វើអ្វីហ្នឹងតើនាងកំពុងលេងសើចមែនទេខ្ញុំគិតថានាងនឹងពិសេសព្រោះនាងស្ថិតនៅក្នុងលេខកោះអីតើបាននិយាយហើយអប Master ក៏បានលើកដៃពួកគេឡើងលើហើយបានបញ្ចេញថាមពលជាខ្លាំងហើយគេប្រហែលបាននិយាយថាប៉ុន្តែពេលនេះនិយាយពីការវិភាគនេះគឺជារបៀបវិភាគបានត្រឹមត្រូវបន្ទាប់បាននិយាយហើយគេក៏បានស្ទុះតម្លៃទៅកាន់ Million ដែលធ្វើឲ្យ Million មានការចាប់ផ្ដើមជាខ្លាំងហើយគេក៏បានប្រើ skill មួយដែលមានឈ្មោះថា Wallwing ហើយគេក៏បានវាយប្រហារទៅកាន់ Million ហើយយើងមើលទៅរូបហ្នឹងទៅយើងដឹងហើយខ្ញុំខ្ជិលនិយាយច្រើនមើលរូបទៅដឹងហើយតែធ្វើឲ្យ Million មានការឈឺចាប់ជាខ្លាំងហើយបើយើងងាកមើល Chin Frey វិញទៅគឺកាំងអស់ហើយបន្ទាប់បានវាយប្រហារត្រូវ Million អប Master ក៏បានបោះពាក្យសម្ដីយ៉ាងលយថាហើយឥឡូវនេះការប្រយុទ្ធអត់ធុញទ្រាន់មួយនេះវាបានបញ្ចប់ហើយ Spirit ទាំងអស់នេះវាក៏ជាការបោកបឆោតទេបន្ទាប់បានលើបែបនេះ Million ក៏បាន reply ទៅវិញថាស្អីគេអាក្លោយពេជ្រស៊ីនគាត់ទៅលើពាក្យសម្ដីឯងនេះយើងដឹងតែឯងមិនដែលឡើងម៉ៃតិចបាត់ហើយពាក្យឯងនិយាយទាំងអស់វាដូចជាមនុស្សល្ងងម្នាក់អញ្ចឹងដែលមិនដឹងថាយើងនៅកម្រិតណានៅកម្រិតណាកម្រិតរបស់ពួកយើងទាំងពីរគឺវាខុសគ្នាឆ្ងាយណាស់ក្រោយបានលើបែបនេះដែលធ្វើអបមេហ្គីមានការកាំងជាខ្លាំងហើយគេក៏បានគិតចិត្តថាស្អីគេហើយបើបានជានាងម្នាក់នេះដឹងថាយើងមិនដែលឡើងម៉ៃតិចហើយ Million ក៏បាននៅបន្តនិយាយទៅថាលោក Garuda Gaston គឺជាអតីតសមាជិកនៃ League ហើយយ៉ាងម៉េចនាងនៅពេលដែលឯងលេងឯងបើកភ្នែកមើល map ទេនោះគឺជារូប clone របស់យើងទេស្អីគេវាគឺជា Mirage ហើយមិនដឹង Mirage នឹងស្អីគេទេសាច់រឿងគេតន់ប្រាប់ Garuda ឯងត្រូវបានបណ្ដេញចេញពី League ហើយឯងបានជ្រើសរើសផ្លូវដើរជាមួយ Miyaki ដ៏ល្ងងខ្លៅដូច្នេះឯងប្រហែលជាមិនដឹងខ្លួនទេប៉ុន្តែនេះគឺជារបៀបដែលឯងវិភាគហើយខ្ញុំចង់និយាយថាតែនឹងប្លង់ស្អាតចឹងអញ្ចឹងតែមិនទេឥឡូវនេះយើងនឹងរៀនឯងពីរបៀបវិភាគតើសំឡេងស្អីគេហ្នឹងដែលស្ថិតនៅក្រោយយើង Spirit Summon The Heavenly Spirit Kirin បន្តបានឃើញបែបនេះអប Master ក៏បានស្រែកឡើងថាស្អីគេតែនាងម្នាក់នេះអាច summon spirit ចំនួន4ហើយឥឡូវនេះនាងកំពុងតែធ្វើអីនោះហើយអ្វីបានជំនាញទឹកនៅលើអត់ wait ពេលអ្នកអតីស្នើសុំឲ្យអ្នករងចាំតែអ្នកបានរងចាំវាដែរទេបញ្ជារទេវភាពហើយភ្លាមៗដែរយើងក៏បានឃើញថាមានរទេះពលលឿងជាច្រើនបានលេចឡើងហើយក៏បានឆក់ទៅលើអប Master ដែលធ្វើឲ្យគេមានការឈឺចាប់ជាខ្លាំងបន្ទាប់ពីឆក់អប Master រយៈពេល82ម៉ោងក្រោយមកយើងក៏បានឃើញថាអប Master ពេលនេះផ្សែងចេញតាមមាត់ហើយនៅពេលដែលអប Master ដួលខ្ពស់ទៅលើដីផ្សែងចេញគ្រប់កន្លែងហើយ Million ក៏បានលោតចុះមកហើយរត់តែមកកាន់អប Master នោះហើយនាងក៏បាននិយាយឡើងថានេះគឺជាចុងបញ្ចប់សំរុំសម្រាប់នៅក្រក់បន្តឲ្យបាននិយាយហើយនាងក៏បានឈើកាច់រៀងយ៉ាងស្អាតជាមួយ Spirit ទាំង4របស់នាងណា Chin Frey ដែលកំពុងលួចមើលនៅវិញគេក៏បានគិតនឹងចិត្តថាវាគួរឲ្យខ្លាចខ្លាំងណាស់បើមាននាងជាសត្រូវនោះនាងខ្លាចជាសត្រូវម្នាក់ដែលគួរឲ្យខ្លាចជាទីបំផុតបន្តឲ្យបានគិតហើយ Chin Frey ក៏បានដើរលើបចេញទៅហើយ Million ក៏បានចាប់អារម្មណ៍ឃើញ Chin Frey ហើយនាងក៏បានសួរទៅកាន់ Chin Frey ថាគឺជាលោកមែនទេ Chin Frey បានតែឈ្គួរដែរឥឡូវនេះនាងបានឃើញខ្ញុំហើយអ្នកបានឃើញហើយមែនទេខ្ញុំមិនមានកំណត់អាក្រក់អីទៅលើនាងទេវាមិនអីទេព្រោះអ្នកមិនបានរំខានដល់ mission របស់ខ្ញុំទេដូច្នេះវាគ្មានគ្រោះថ្នាក់អ្វីឡើយហើយឥឡូវនេះដែរក្នុងដាងចិននេះហាក់គ្មានថាមពលរបស់តែមិនឡតទេតើលោកបានសម្លាប់គេហើយមែនទេមែនហើយខ្ញុំបានសម្លាប់គេហើយខ្ញុំយល់ហើយមិនអីទេ congratulation ផងឥឡូវនេះខ្ញុំបញ្ញាប់ណាស់ដូច្នេះឥឡូវខ្ញុំទៅហើយបាយយើងប្រហែលជាបានជួបគ្នាទៀតនៅថ្ងៃណាមួយហើយរឿងរបស់យើងក៏បានកាន់ដល់សមាគមរបស់អ្នកសងព្រេងវិញហើយពេលដល់ក៏មានអបអន្តាមួយបាននិយាយឡើងថាខ្ញុំអរគុណហើយចំពោះការខិតខំប្រឹងប្រែងរបស់នាងឥឡូវនេះGarudaត្រូវបានចាប់ខ្លួនឲ្យជោគជ័យនាងពិតជាធ្វើបានល្អណាស់មិនអីទេអរគុណហើយអនុប្រធានហើយចំណាយសមាគមពស់ខ្យល់នឹងត្រូវបានរំលាយក្នុងពេលឆាប់ៗនេះពួកគេនឹងក្លាយជាគំរូដល់ក្រុមអក្រិតជនផ្សេងទៀត
ដូច្នេះអត្រាអក្រិតកម្មប្រកបជាធ្លាក់ចុះជាមិនខានទេខ្ញុំមិនឃើញមនុស្សដ៏អស្ចារ្យម្នាក់ប៉ុន្តែតែមានអ្វីខុសមែនទេវាមិនមែនអ្វីតាក់ទងនឹងបេសកកម្មទេប៉ុន្តែមនុស្សម្នាក់នោះគឺជាអ្នកសងព្រេងម្នាក់ដែលធ្វើឲ្យខ្ញុំមិនអាចឈប់គិតគេបានស្អីគេតាប៉ែម្នាក់នោះគឺជានរណាហេតុអ្វីទៅហើយសាររឿងរបស់យើងក៏បានកាត់មកដល់កន្លែង teleport វិញហើយយើងក៏បានឃើញជឿនហ្វ្រេនៅទីនោះដែរពេលនោះជឿនហ្វ្រេក៏បាននិយាយថាអីទេឥឡូវនេះវាល្អណាស់ព្រោះខ្ញុំបានមកដល់កន្លែងស្រីហើយនៅពេលដែលខ្ញុំអាចកម្ចាត់ demon lord នៅទីនេះបាននោះខ្ញុំនឹងអាចទទួលបាន item ចុងក្រោយដើម្បីព្យាបាលជំងឺម្ដាយរបស់ខ្ញុំបានហើយប៉ុន្តែបញ្ហាបន្តនៅពេលនេះ Windows ហើយយើងក៏បានឃើញថាភាពធន់របស់កុងវត្ត Chin Frey គឺសល់តែ299ទេដូច្នេះមានន័យថាកុងវត្តរបស់ Chin Frey ហ្នឹងគឺចិត្តខ្ទេចហើយប្រសិនបើឥឡូវនេះខ្ញុំព្យាយាមបញ្ចូលជាមួយ Demon Lord ទី3នោះកុងវត្តរបស់ខ្ញុំភាពធន់របស់វានឹងស្លាប់ដល់0ហើយពេលនោះដែរកុងវត្តមួយនេះនឹងខ្ទេចជាមិនខានទេហើយពេលនោះក៏មានសលេងមួយបាននិយាយថាបំណាច់ទី4នៃ item dot កំបាំងហើយខ្ញុំក៏មិនដឹងស្អីគេដែរព្រោះឥឡូវនេះ chapter ហ្នឹងបានចប់ត្រឹមហ្នឹងហើយក៏សូមទោសអ្នកគ្នាដែរតែសាលមិញអត់បានធ្វើរឿងព្រោះមានបញ្ហាសុខភាពតិចតួចហើយអ្នកគ្នាអាចភ័យថាខ្ញុំរត់ទេគឺលែងរត់ហើយទោះឥឡូវធ្វើអត់សូវមាន view មុនក្រោយក៏នៅតែធ្វើវាតតែចប់ឥឡូវប៉ុណ្ណឹងបានហើយពីខ្ញុំ Levi Pro Smith បាយ